ដែលយើងមានប្រាសាទគឺជាសំណាងល្អបំផុតសម្រាប់ប្រទេសយើងមួយហើយការដែលត្រូវថែរក្សាវប្បធម៌និងការស្លៀកពាក់ចូលប្រាសាទឲ្យបានសមរម្យកាន់តែជារឿងដែលយើងត្រូវធ្វើបន្ថែមទៀតហើយទោះបីជាសម័យកាលទំនើបដែលយើងអាចស្លៀកពាក់សិចស៊ីបានតាមសេរីភាពយ៉ាងណាក៏ដោយបងប្អូនប៉ុន្តែពេលដែលយើងចូលមកដល់ប្រាសាទយើងត្រូវតែស្លៀកពាក់ឲ្យបានសមរម្យអញ្ចឹងណាបងប្អូនទោះបីជាបងប្អូនស្លៀកពាក់មិនបានដូចខ្ញុំរបៀបនេះក៏គួរតែស្លៀកពាក់ឲ្យបានសមរម្យនិងចិត្តល្អដែរហើយមានបងប្អូនយើងជាច្រើនដែលស្លៀកពាក់មកប្រាសាទបានស្អាតបាតប៉ុន្តែបងប្អូនយើងមួយចំនួនទៀតគឺគាត់ស្លៀកពាក់មកប្រាសាទគឺថាមើលទៅដូចអន់ដូចបំបាក់ប្រាសាទរបស់យើងមែនទែនហ្មងបងប្អូនហើយសម្រាប់បងប្អូនដែលស្លៀកពាក់មិនទាន់សមរម្យចូលមកកាន់ទីតំបន់ប្រាសាទយើងត្រូវតែកែប្រែចេញបងប្អូនដោយសារតែយើងស្លៀកពាក់បានល្អបងប្អូនឧទាហរណ៍ដូចខ្ញុំជាក់ស្ដែងថ្ងៃនេះអញ្ចឹងគឺមានបរទេសគាត់សរសើរថាអូស្លៀកពាក់របស់យើងបែបស្អាតមើលទៅសមរម្យអញ្ចឹងទៅបងប្អូនហើយសម្រាប់ប្រាសាទដែលខ្ញុំទៅនៅថ្ងៃនេះគឺប្រាសាទបឹងមាលានៅក្នុងខេត្តសៀមរាបរបស់យើងនេះឯងបងប្អូនពោះប្រាសាទនេះផងដែរយើងអាចហៅឈ្មោះបានថាពីរបងប្អូនប្រាសាទបឹងមាលាក៏បានប្រាសាទបេងមាលាក៏បានសម្រាប់ប្រាសាទបេងមាលានេះផងដែរគឺកសាងឡើងនៅសតវត្សទី12តាមរចនាបថអង្គរវត្តហើយអ្វីដែលខ្ញុំប្លែកបងប្អូនអើយគ្រាន់តែមើលថ្មគេទៅនិយាយពីថាស្អាតមែនទែនហ្មងសំខាន់នៅនេះគឺថាគំនូរថ្មរៀងបែកបាក់ច្រើនគ្រាន់បើដែរក៏ប៉ុន្តែរូបរាងប្រាសាទដែលនៅសេសសល់បងប្អូនអើយគឺថាស្អាតខ្លាំងមែនទែនហើយនៅពេលដែលយើងដើរចូលទៅដល់ខាងក្នុងបងប្អូនដូចយើងកំពុងតែជ្រែកភពចូលកាន់អតីតកាលក្នុងសម័យអង្គរអីចឹងទៅបងប្អូនហើយមើលដើមឈើនៅហ្នឹងនិយាយពីថាស្អាតបងប្អូនមើលអូនិយាយពីដើមឈើដោះលើប្រាសាទនិយាយទៅអូយអស្ចារ្យខ្លាំងមែនទែនហ្មងពេលដែលខ្ញុំដើរទៅឃើញបរទេសគាត់ផ្អើលថតរូបចម្លាក់នាគដែលមានក្បាល5មកបងប្អូននិយាយពីថាបែកបាក់ក៏ពិតមែនប៉ុន្តែនៅពេលដែលគេយកមកតាំងរបៀបនេះយូរមើលទៅអូយស្អាតបងប្អូនមើលចិត្តគឺស្អាតមែនទែនហ្មងអីដែលខ្ញុំអត់សំណើចជាងគេប្រហែលជាបងហ្គាយគាត់ប្រាប់ឲ្យសើចរបៀបហ្នឹងដើម្បីថតទៅឃើញស្រស់ស្អាតអីអញ្ចឹងណាបងប្អូនដល់ពេលឃើញអញ្ចឹងខ្ញុំរំភើបមែនទែនហ្មងដែលបានពួកគាត់មកអង្គុយលើប្រាសាទរបស់ខ្មែរយើងហើយនាំគ្នាអង្គុយសើចថតអីអញ្ចឹងណាសម្រាប់ប្រាសាទបេងមាលានេះផងដែរបងប្អូនមិនត្រឹមតែជាប្រាសាទមួយដែលគោរពដល់អាទិទេពក្នុងព្រហ្មញ្ញសាសនាទេថែមជាមជ្ឈមណ្ឌលស្រាវជ្រាវឬក៏ទីប្រជុំជនឬមួយក៏ជាទីក្រុងតពីទីក្រុងអង្គរបងប្អូនឮរបៀបនេះឲ្យពិតជាអូរំភើបខ្លាំងមែនទែនដែលបានមកលេងនៅប្រាសាទបេងមាលានេះក៏ទៅនៅក្នុងសម័យនោះគឺគេរស់នៅក្នុងកន្លែងហ្នឹងបងប្អូនមានតាំងពីមន្ទីរពេទ្យមានតាំងពីអីជាដើមអញ្ចឹងទៅហើយបងប្អូនកលេចមើលកន្លែងនេះដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងហាក់បីដូចជាយើងឆ្លងភពមកកាន់អតីតកាលរបៀបហ្នឹងឯងបងប្អូននិយាយពីថាស្អាតមែនទែនហ្មងអ្វីដែលជាភាពតាក់ទាញខ្លាំងរបស់ប្រាសាទបេងមាលាគឺមានដើមឈើធំហើយមានស្ពានគឺខ្ពស់មែនទែនបងប្អូនហើយចម្លាក់វិញបង្កប់ទៅដោយអត្ថន័យដែលយើងមិនអាចមើលយល់ថាជារូបអីបងប្អូនតែអ្នកស្រាវជ្រាវពីប្រវត្តិសាស្ត្រឬមួយក៏អ្នកបុរាណវិទូអីអញ្ចឹងទៅគាត់អាចដឹងបានបងប្អូនហើយបើនិយាយពីនៅហ្នឹងបងប្អូនឃើញស្រាប់ហើយនេះគឺដើមឈើរុំព័ទ្ធប្រាសាទរបៀបហ្នឹងឯងបងប្អូនអើយនិយាយពីថាតាក់ទាញខ្លាំងមែនទែនហ្មងសម្រាប់ឥឡូវនេះរដូវកាលខែប្រាំងក្តៅហួតហែងណាបងប្អូនប៉ុន្តែប្រាសាទព្រះវិហារវិញនៅតែខៀវស្ងាត់មកបងប្អូនដោយសារតែមានដើមឈើធំដោះរុំព័ទ្ធអញ្ចឹងណាកលេចមើលទៅពីខាងលើស្ពានចោះទៅខាងក្រោមវិញបងប្អូនគឺថាខ្ពស់និយាយទៅប្រាសាទនោះខ្ពស់ហើយថ្មធំខ្លាំងមែនទែនហ្មងទៅខ្ញុំទៅដល់ប្រាសាទបេងមាលាគឺខ្ញុំសង្កេតមើលទៅដើមឈើអត់អស់ចិត្តទេបងប្អូនដោយសារតែមានវល្លិមានអីមើលទៅប្លែកថាប្រាសាទទៅស្អាតប៉ុន្តែដើមឈើក៏ស្អាតដូចតែគ្នាអញ្ចឹងបងប្អូនទៅត្រង់ចំណុចអស់នឹងហើយដែលធ្វើឲ្យប្រាសាទបេងមាលាមានចំណុចតាក់ទាញខ្លាំងបងប្អូនជាពិសេសគឺដើមឈើហើយនឹងប្រាសាទដ៏ស្រស់ស្អាតរបស់យើងនឹងឯងពេលដែលយើងមកដល់ខាងក្នុងនៃបរិវេណប្រាសាទរបៀបនេះបងប្អូនយើងនឹងឃើញគំនរថ្មច្រើនរបៀបនឹងឯងពំនូកោគ្នាអញ្ចឹងទៅថ្ងៃដែលខ្ញុំមកលេងប្រាសាទបឹងមាលានៅថ្ងៃនេះគឺថ្ងៃទី4ខែមេសាឆ្នាំ2025នេះបងប្អូនគឺអត់សូវជាមានភ្ញៀវច្រើនខ្លាំងអីហ្មងទេអញ្ចឹងហើយបងប្អូនអាចទៅលេងនៅប្រាសាទបេងមាលាបានព្រោះដោយសារតែប្រាសាទនេះគឺថាមានសម្រស់ស្រស់ស្អាតហើយអ្វីដែលខ្ញុំរំពឹងពីបងប្អូនទាំងអស់គ្នានៅពេលដែលចូលមកកាន់ប្រាសាទជាពិសេសបងប្អូននារីគួរតែស្លៀកពាក់ឲ្យបានសមរម្យចិត្តលើចិត្តក្រោមអញ្ចឹងណាកុំឲ្យបរទេសគាត់ក៏លេចមើលមកយើងថាអត់សមរម្យសូម្បីតែបរទេសនៅពេលដែលគាត់មកលេងប្រាសាទរបស់យើងគឺគាត់ស្រាវជ្រាវមែនទែនបងប្អូនគាត់មកដល់គាត់ស្លៀកពាក់សមរម្យគាត់អត់សូវជាខើចស្លេកលើលេចក្រោមអីហ្មងទេដូចយើងដឹងស្រាប់ហើយបរទេសគាត់មានសេរីភាពមែនទែនក្នុងការស្លៀកពាក់ហើយនៅពេលដែលគាត់មកលេងប្រាសាទរបស់យើងគាត់គោរពយើងគាត់ស្លៀកពាក់បានចិត្តល្អអីចឹងទៅហើយចំណុចពិសេសប្រាសាទបេងមាលាបងប្អូនឃើញហើយនៅពេលដែលយើងចោះមកខាងក្រោមគឺល្ងឹតរបៀបហ្នឹងកន្លែងហ្នឹងក៏ជាចំណុចតាក់ទាញមួយដែរបងប្អូនបើនិយាយពីថ្មដែលផ្ទប់គ្នាហ្នឹងគឺថាស្មើស្អាតខ្លាំងមែនទែនហើយបើចេញមកខាងក្រៅគឺថាវ៉ាវមកបងប្អូនដោយសារតែសម្រស់នៅខាងមុខហ្នឹងគឺស្អាតមែនទែនហ្មងខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាមួយដោយសារតែខ្ញុំសម្លឹងមើលទៅប្រាសាទបេងមាលាហាក់បីដូចជាមានស្ពានច្រើនណាបងប្អូនបានន័យថាប្រាសាទហ្នឹងធ្លាប់មានទឹកលិចអីអញ្ចឹងមែនបងប្អូនបើសិនជាដឹងត្រង់ចំណុចហ្នឹងចាំបងប្អូនជួយ comment ប្រាប់ខ្ញុំវិញផងដោយសារតែខ្ញុំឃើញមើលទៅខ្ពស់មែនទែនហ្មងតែថាដល់រដូវកាលខែវស្សាមានទឹកលិចទឹកអីអញ្ចឹងណាបងប្អូនអរគុណបងប្អូនជម្រាបលា